ការដែលយើងធ្វើបុណ្យឧទ្ទិសកុសលទៅដល់អ្នកស្លាប់ហ្នឹងទោះបីស្លាប់បានមួយថ្ងៃក៏ដោយ2ថ្ងៃ3ថ្ងៃ7ថ្ងៃ100ថ្ងៃក៏ដោយតើការធ្វើហ្នឹងបានដល់ឬក៏មិនដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាឋានណាំងខោអឋានណាំងខោថាបានដល់ខ្លះមិនបានដល់ខ្លះអញ្ចឹងញាតិញោមបានដល់ខ្លះមិនបានដល់ខ្លះអញ្ចឹងនៅពេលដែលបុគ្គលលះលោកនេះទៅកាន់លោកកមុខនៅពេលដែលទៅជ្រៅញាតិញោមទៅជ្រៅគឺយើងឧទ្ទិសកុសលទៅមិនដល់ទេញាតិញោមទៅឆ្ងាយទៅជ្រៅចង់សំដៅដល់បើសិនជានៅរាក់នៅលើក៏មិនបានដល់ដូចគ្នាបើសិនជាកើតជាមនុស្សញាតិញោមកើតជាមនុស្សអត់បានទេដោយសារមនុស្សគេមានអាហាររបស់គេហើយមានអាហារមានកលែងអីសពបែបយ៉ាងទៀតថាឥឡូវគាត់កើតមកជាមនុស្សវិញកើតនៅក្នុងក្រុមគ្រួសារនឹងវិញគាត់មានកន្លែងនៅអត់មានហើយអាហារអីហូបចុកចង់និយាយថាបច្ច័យ4គឺមានគាត់មានគ្រប់ហើយនឹងឧទ្ទិសទៅអត់ដល់ទេយើងធ្វើបុណ្យនៅហ្នឹងគាត់កើតនៅហ្នឹងក៏មិនដល់ដែរអត់បានទេអញ្ចឹងបុណ្យហ្នឹងបានទៅញាតិញោមដែលជាម្ចាស់ដើមបុណ្យហ្នឹងឯងហើយបើគាត់ទៅជ្រៅញាតិញោមទៅជ្រៅមែនតែនទៅក៏អត់ដល់ដែរចង់និយាយថាបើសិនជាគាត់ឧទាហរណ៍ថាមានបាបទៅជ្រៅអត់បានដល់ដែរអត់ទៅដល់ទេបុណ្យហ្នឹងក៏បានមកម្ចាស់ដើមទានប្រធានដើមបុណ្យវិញដែរអញ្ចឹងណាហើយបើគាត់ទៅឆ្ងាយដែរប៉ុន្តែនៅកំណើតដែលយើងគួរឧទ្ទិសទៅឲ្យបានគឺទទួលបានញាតិញោមហើយយើងគួរតែគិតពិចារណាថានៅពេលដែលអ្នកស្លាប់ទៅនេះនឹករលឹកញាតិញោមនឹករលឹកដល់ញាតិអាហ្នឹងបានងាយធ្វើញាតិញោមធ្វើទៅស្រួលញាតិញោមងាយដល់គាត់កើតទៅឋានណាក៏ដោយឧទាហរណ៍ថានរកប្រែតអីចឹងទៅអសុរកាយអីចឹងទៅតែគាត់នៅរលឹកនឹកដល់ញាតិរបស់គាត់ទោះបីជាស្លាប់ទៅ1លានឆ្នាំ10000ឆ្នាំក៏នៅតែធ្វើទៅបានញាតិញោមទទួលបានដែរអញ្ចឹងញាតិញោមប៉ុន្តែមួយទៀតបើសិនជាគាត់លះលោកនេះទៅកាន់លោកខាងមុខប៉ុន្តែគាត់បានទៅកើតជាទេវតាក៏យើងឧទ្ទិសផលមិនដល់ដែរធ្វើអត់ដល់ទេញាតិញោមធ្វើមិនអាចទទួលបានទេព្រោះទេវតាគេមានអាហារទឹករបស់គេបើទៅទេរិឆានឧទាហរណ៍ក៏ទេរិឆានមានអាហាររបស់គេដែរអញ្ចឹងញាតិញោមមិនបានទេតែបើពួកបរៈតតតោបជីវិកៈអានឹងទទួលបានញាតិញោមពួកគេនឹងទទួលនៅអ្វីដែលលោកមនុស្សនេះឧទ្ទិសទៅឲ្យនឹងបរៈតតតោញាតិញោមហើយញាតិប្របាទពុំវិសាស្លាប់ទៅច្រើនម៉ឺនឆ្នាំញាតិញោមច្រើនពុទ្ធណាពុទ្ធកន្លងទៅប្រមាណអង្គច្រើនអង្គណាតម្រាំដល់សមណៈគោតមបានទទួលបានប៉ុន្តែពួកញាតិហ្នឹងនឹករលឹកដល់ប្របាទពុំវិសាដែលជាញាតិនឹករមើលថាញាតិរបស់យើងនេះទៅកើតនៅណាខ្លះជាអីមករមើលញាតិញោមហើយធ្វើបុណ្យទៅដល់គឺបានដែរតែបើមិនរលឹកទេទៅហើយគឺបានទេញាតិញោមព្រោះសិនជាថាទៅកើតជាទេវតាតាំងមួយយប់មួយថ្ងៃឬក៏គាត់ភ្លេចខ្លួននៅវិមានមាសវិមានប្រាក់នៅខាងលើនោះតាមមក2យប់2ថ្ងៃយើងនេះទៅបាត់ហើយញាតិញោមយើងនេះទៅបាត់ហើយមានទទួលអីកើតទេព្រោះមួយយប់មួយថ្ងៃ2យប់2ថ្ងៃស្មើនឹង100ឆ្នាំមនុស្សទៅហើយអញ្ចឹងញាតិញោមហើយមួយទៀតនៅក្នុងតក្កណានុបទានសោតតក្កណាវិភង្គសោតញាតិញោមនៅក្នុងវិន័យនៅក្នុងសតន្ត13ដកតក្កណាវិភង្គសោតព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីវិសុទ្ធិ4យ៉ាងវិសុទ្ធិ4យ៉ាងនេះក៏យើងអាចធ្វើទៅដល់អ្នកដែលស្លាប់ទៅដូចគ្នាប៉ុន្តែខាងដើម3มันអាចទទួលបានទេញាតិញោមខាងដើម3ហ្នឹងយ៉ាងម៉េចញាតិញោមព្រះអង្គសម្ដែងថាទី1អ្នកឲ្យបរិសុទ្ធអ្នកទទួលមិនបរិសុទ្ធណាទាយុអ្នកឲ្យបរិសុទ្ធប៉ុន្តែបដិគិអកៈដែលជាអ្នកទទួលមិនបរិសុទ្ធអានឹងអត់បានដល់អ្នកស្លាប់ដែរទី2អ្នកឲ្យមិនបរិសុទ្ធទាយុអ្នកឲ្យមិនបរិសុទ្ធមិនជ្រះថ្លាធ្វើមិនបានល្អអ្នកទទួលបដិគិអកៈល្អអានឹងក៏
banខ្លះញាតិញោមណាក៏បានខ្លះតែមិនបានច្រើនទេក៏ព្រោះទាយុមិនជ្រះថ្លាញាតិញោមក៏ចេះតែលើកបោះលើកហុចអីចឹងទៅបានតិចតួចបងទី3គឺទាយុមិនបរិសុទ្ធហើយបរិគាកៈក៏មិនបរិសុទ្ធដែរអញ្ចឹងញាតិញោមអញ្ចឹងនឹងគឺអត់បានតែម្ដងញាតិញោមអត់ដល់អ្នកស្លាប់ទេធ្វើយ៉ាងណាប្រឹងធ្វើយ៉ាងណាក៏អត់បានដែរអញ្ចឹងនិយាយថាទាយុគាត់បានរបស់បានអីមកមិនបរិសុទ្ធទេញាតិញោមបានដោយកេងប្រវាញ់ដោយលួចឆក់ប្លន់អីហើយយកមកធ្វើបុណ្យហើយដល់អ្នកទទួលបដគាកៈហ្នឹងអ្នកទទួលក៏អត់បរិសុទ្ធទៅទៀតការរក្សាសិលការប្រើបច្ច័យ4ហ្នឹងអត់បានល្អអត់បានបរិសុទ្ធអាហ្នឹងក៏អត់បានត្មងញាតិញោមសូន្យត្មងក៏បន្ទុកគឺសូន្យអត់មានបានទេទាយុអ្នកបានទេយវត្ថុយកមកប្រគេនលោកហ្នឹងគឺបានដោយការលួចឆក់ប្លន់កេងប្រវាញ់ដល់ទៅពេលបដគាកៈអ្នកទទួលនេះសិលអត់បរិសុទ្ធអត់ល្អទៀតអាហ្នឹងគឺចប់ឲ្យញាតិញោមសូន្យមកអត់បានបុណ្យបានទៅអ្នកប្រគេនក៏អត់បានទៅអ្នកដែលស្លាប់ទៅក៏អត់បានដែរបានទី4គឺបដគាកៈលោកបរិសុទ្ធឯទាយុក៏បរិសុទ្ធដែរអញ្ចឹងញាតិញោមទី4ហ្នឹងគឺបានតែម្ដងញាតិញោមបានល្អបុណ្យក៏បានដល់អ្នកដែលស្លាប់ទៅបុណ្យក៏បានដល់អ្នកដែលជាម្ចាស់ដើមបុណ្យនឹងដែរអញ្ចឹងប៉ុន្តែញាតិញោមជាពុទ្ធបរិស័ទរឿងនេះអាទី4ហ្នឹងគឺសម័យពុទ្ធកាលមានញាតិញោមក៏គាត់សិលល្អញាតិញោមក៏ចាប់ពីសោតតាឡើងទៅដូចជាយាយវិសាខាជាដើមគាត់ធ្វើទានគឺបានល្អញាតិញោមក៏ហើយដល់សម័យនោះសម្បូរព្រះអរិយបុគ្គលមានព្រះរហន្តជាដើមមានព្រះពុទ្ធជាដើមអញ្ចឹងគឺទាំងសងខាងគឺល្អបរិសុទ្ធហើយញាតិញោមក៏ឥឡូវនេះ